ជំរាបសួរលោកគ្រូខ្ញុំឈ្មោះលឿនកាណាហ្វេមកពីក្រុម AV7 ថ្ងៃនេះខ្ញុំធ្វើការ install យកបន្ទោចំពោះដំបូងគឺយើងត្រូវការទៅ download Winbox ជាមុនសិនចំពោះខ្ញុំគឺខ្ញុំបាន download ហើយនេះគឺជា Winbox របស់ខ្ញុំហើយយើងត្រូវ download ជាបន្ទោfile iOS ទៀតហើយដល់ពេលដែលយើង download ហើយយើងត្រូវធ្វើការ set up វាហើយដល់ពេលខ្ញុំគឺបាន set up ហើយឥឡូវយើងធ្វើការបង្កើតវាថ្មីកន្លែងនេះគឺយើងដាក់ឈ្មោះ name តមកកន្លែងនេះយើងអាចfile ប្រើវាថាយកទៅទុកវានៅកន្លែងណាហើយកន្លែងនេះយើងគឺជាកន្លែងមួយដែលយើងត្រូវការដាក់file របស់វាចំពោះកន្លែងនេះគឺយើងធ្វើការទៅរក file ISO មិញហ្នឹងហើយឥឡូវនេះយើងដោះ tick ចេញហើយយើង next បន្ទាប់មកដល់កន្លែងនេះហើយយើងមកដល់កន្លែងនេះហើយកន្លែងនេះគឺជាកន្លែងយើង stock memory កន្លែងនេះយើងយក46វាស្មើ 2G ហើយឥឡូវនេះយើងយក2ហើយយើង tick វាយើង next បន្ទាប់មកគឺយើង finish ហើយយើងមកដល់កន្លែងនេះគឺយើងធ្វើការ start switch GUI មកដល់កន្លែងនេះឲ្យយើងចាំវា implement សិនហើយដល់កន្លែងនេះគឺយើងធ្វើការចាំយើងរើសយកEnglish មកដល់កន្លែងនេះគឺយើងពាក្យ Tandem ចុច Enter ដល់កន្លែងនេះយកបានទៀត
បណ្ដោះឡើងនេះគឺយើងត្រូវការវាយឈ្មោះឡើងនេះឲ្យយើងដាក់ username ហើយនេះយើងដាក់ password ពេលយើងវាយប៉ុណ្ណឹងហើយគឺយើងឲ្យធ្វើការដានមកយើងយកពាក្យ continue យើងជិះពាក្យដានកន្លែងនេះគឺយើងឲ្យ arrow key យកមកខាងក្រោមហើយយកពាក្យថាដានហើយ enter កន្លែងនេះយើងត្រូវការចាំវាឲ្យ install ហើយយើងធ្វើមកដល់ឲ្យកន្លែង install មកយើងវាបានចប់ហើយអញ្ចឹងយើងធ្វើការ arrow មក key មកក្រោមយកពាក្យថា reboot now ហើយយើង enter កន្លែងនេះធ្វើការរងចាំវាមួយផ្លែសិនឲ្យវា install អញ្ចឹងដើម្បីឲ្យវា restart យើង check enter វាចុះយើងធ្វើការចាំវាមួយផ្លែឥឡូវវាបានដំណើរការចប់ហើយហើយកន្លែងនេះយើងឲ្យវាយឈ្មោះរបស់យើងវាយឈ្មោះ user បន្ទាប់មក password ដែលយើងបានវាយចប់ហើយវាបានចូលហើយមកដល់ចំណុចនេះយើងធ្វើការវាយឲ្យ comment វាយ sudo type oc mca etc cloud cloud int dot this symbol យើង enter នេះយើងវាយ password របស់យើងទៀតកន្លែងនេះយើងធ្វើការវាយ comment ទៀតគឺ etc slash cloud dot
Nhưng mà vậy các bạn hay gì sẽ enter mình như vậy các bạn call là dùng xong vài lần tiếp sự lố apt update enter copy ไว้กับมันให้ก็ยังไว้กับมันทำไมถึงสุดโลapt upgrade ใน Intel លើវាពងដំណើរការแล้วយើងចាំយកផ្លែសិនแล้วឲ្យការតឡើងរបស់ខ្ញុំគឺបានជោគជ័យទេឥឡូវខ្ញុំ shut down វា sudo shut down ឥឡូវខ្ញុំបានបញ្ចប់ហើយអរគុណលោកគ្រូជំរាបលាដល់អ្នកនរគ្នា